ជាបឋមខ្ញុំបកណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពជម្រាបសួរបងប្អូនជនរួមជាតិជាទីរាប់អានដ៏ជ្រាលជ្រៅថ្ងៃនេះខ្ញុំបាទមានកិត្តិយសសូមលើកយកនៅប្រធានបទមួយស្ដីអំពីពន្លឺនៃការបញ្ចប់សង្គ្រាមរវាងប្រទេសអ៊ីស្រាអែលជាមួយនឹងក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីននេះបើយោងតាមការបញ្ជាក់របស់សេតវិមានជាពិសេសលោកប្រធានាធិបតី Donald J. Trump កាលពីថ្ងៃទី7 ខែតុលាឆ្នាំ2025កន្លងមកនេះគឺបានជំរុញឲ្យប្រទេសអ៊ីស្រាអែលត្រូវបញ្ចប់សង្គ្រាមជាមួយនឹងក្រុមប្រដាប់អាវុធហាម៉ាស់ខ្ញុំសូមលើកយកនៅសារបាននៃការកើតសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលជាមួយនឹងក្រុមប្រដាប់អាវុធហាម៉ាស់យើងឃើញថាសង្គ្រាមនេះគឺបានកើតឡើងនៅថ្ងៃទី7 ខែតុលាឆ្នាំ2023បន្ទាប់អំពីក្រុមហាម៉ាស់បានវាយឆ្មក់ចូលទៅវាយប្រហារប្រជាជនអ៊ីស្រាអែលស្លាប់ជាង1200នាក់ហើយចាប់ជាចំណាប់ខ្មាំងមានចំនួន251នាក់ហើយក្នុងនោះក៏មានអ្នករងរបួសមួយចំនួនធំផងដែរបន្ទាប់អំពីការវាយប្រហារដូច្នេះហើយក្រុមមេដឹកនាំក៏ដូចជាពិសេសលោកប្រធានាធិបតីនៃប្រទេសអ៊ីស្រាអែលបានចាត់វិធានការយ៉ាងចាស់ដៃបំផុតបានវាយបកក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលបណ្ដាលឲ្យប្រជាជននៃរដ្ឋប៉ាឡេស្ទីនប្រមាណជាង67000នាក់បានស្លាប់ហើយ2លាននាក់ជាងទៀតបាត់បង់នៅជំរកផ្ទះសម្បែងខ្វះអាហារហូបចុកខ្វះថ្នាំសង្កូវជាដើមព្រមទាំងហេតុថារចនាសម្ព័ន្ធរបស់រដ្ឋប៉ាឡេស្ទីនត្រូវបានខ្ទេចស្ទើរតែ100% ទៅហើយនេះបញ្សង្គ្រាមគឺបែបនេះនៅពេលដែលកើតឡើងទៅលើប្រទេសណាប្រទេសនោះរមែងតែងតែខ្ទេចខ្ទីណាខ្វះអាហារហូបចុកប្រជាពលរដ្ឋរងទុក្ខវេទនាដោយសាររត់គេចពីក្របផ្លោងបែបនេះឯងហើយថ្មីនេះយើងឃើញថាការចរចាបានដល់ដំណាក់កាលទី1នៃការយល់ព្រមរវាងប្រទេសអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនយើងឃើញថានៅក្នុងជំហរនៃការចរចារវាងប្រទេសអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហាម៉ាស់នេះយើងមើលជំហរទៅបែកខាងណាអ៊ីស្រាអែលវិញម្ដងយើងឃើញថាដោយមានសម្ពាធពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ណាយើងឃើញថាទោះចង់មិនចង់ប្រទេសអ៊ីស្រាអែលត្រូវតែបន្ទន់ណាអិរិយាបថដើម្បីងាកចូលតុចរចាដើម្បីស្វែងរកនៅគន្លឹះណាសន្តិភាពស្វែងរកនៅគន្លឹះដើម្បីធ្វើវិធីឬក៏ធ្វើយ៉ាងណាដើម្បីឲ្យសង្គ្រាមឈប់ឬក៏រលត់ចាប់ពីការចរចានេះទៅប៉ុន្តែយើងឃើញជំហររបស់អ៊ីស្រាអែលហាក់បីដូចជាមើលទៅមិនទាន់អស់គ្រប់ផែនការនៃការអនុវត្តនៃផែនការវាយប្រហារនោះនៅឡើយទេអានេះជាទូទៅបើសិនជាយើងមើលទិដ្ឋភាពជាក់ស្ដែងពីខាងក្រៅរវាងសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីននេះយើងអាចពិចារណានិងសន្និដ្ឋានបានថា
ការធ្វើសង្គ្រាមនេះវាហាក់បីដូចជា80%យើងអាចសន្និដ្ឋានបានថាប្រទេសអ៊ីស្រាអែលជាអ្នកឈ្នះសង្គ្រាមដោយមើលទៅលើទស្សនវិជ្ជានៃការវាយប្រហារដោយមើលទៅលើទស្សនវិជ្ជានៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ីស្រាអែលបានចូលទៅការពារក៏ដូចជាវាយប្រហាររុករកនៅមេខ្លោងរបស់ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនក្នុងលុះកន្លងមកក៏យើងឃើញថាណាប្រព័ន្ធនៃការជំលៀសខ្លួនប្រព័ន្ធនៃការដឹកជញ្ជូនស្បៀងអាហារប្រព័ន្ធនៃការរត់ភៀសខ្លួនឬក៏ប្រព័ន្ធផ្សេងៗទៀតត្រូវបានក្រុមហាម៉ាស់មានគម្រោងសាងសង់និងសាងសង់រួចរាល់ហើយមាននៅក្រោមដីដែលមានប្រព័ន្ធនេះខ្វាត់ខ្វែងដែលពិបាកនឹងសន្និដ្ឋានថាអាចនឹងទៅផ្លូវណាចេញទៅផ្លូវណារហូតដល់ផែនការខ្លះទៀតយោបល់ខ្លះទៀតអំពីប្រជាជនក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសអ៊ីស្រាអែលលើកយកនៅវិធានការដើម្បីបូមទឹកសមុទ្រចាក់បំពេញរូងក្រោមដីដែលជារូងសម្ងាត់រូងការពារខ្លួនជារូងយុទ្ធសាស្ត្រទៀតផងនេះយើងឃើញថានៅទីបញ្ចប់ចង់មិនចង់ឃើញក្រមទាហានកងកម្លាំងអ៊ីស្រាអែលបានតាមរុករកគ្រប់ច្រកល្ហកព្រមទាំងបានកំទេចនិងបិទរុនក្រោមដីណាជារឿយជាបន្តបន្ទាប់នេះយើងសបញ្ជាក់ឲ្យឃើញថាសង្គ្រាមនេះមានទំនោរនឹងការឈ្នះពីអ៊ីស្រាអែលច្រើនជាងក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនហើយចំណុចទី2ប្រហែលជាជំហរនៃការចរចាតាំងតែងបន្តិចឬក៏ពិបាកបន្ទន់ខ្លួនឬក៏បន្ទន់អេរយាប័តសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសអ៊ីស្រាអែលនេះជាដើមដែលយើងឃើញថាទី1បារម្ភអំពីណាក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីននៅតែបន្តបានជំនួយជាអាវុធយុទ្ធភ័ណ្ឌជាថវិកាសម្រាប់ទ្រទ្រង់ដល់ការវាយប្រហារដោយឆ្មក់ឬក៏សកម្មភាពនៃការធ្វើភារវកម្មមកប្រទេសអ៊ីស្រាអែលដូច្នេះហើយចង់មិនចង់អ៊ីស្រាអែលនៅតែចង់វាយប្រហារដើម្បីគំទេចផ្ដាច់ផ្ដាច់គុលក្រុមពួកហាម៉ាស់ប៉ាឡេស្ទីននេះតែម្ដងហើយចំណុចទី3បច្ចុប្បន្នភាពអ៊ីស្រាអែលកំពុងតែមានព្រៀបលើសង្គ្រាមនេះដូច្នេះចង់មិនចង់អ៊ីស្រាអែលគឺជាអ្នកសម្រេចមិនមែនជាក្រុមហាម៉ាស់ជាអ្នកសម្រេចថាត្រូវតែចរចាគឺចង់ចរចានៅបញ្ចប់សង្គ្រាមនេះទេនេះដោយសារតែគំនាបដោយសារតែសម្ព័ន្ធមិត្តចាក់លុកចាក់ទឹកមិនលិចរបស់អ៊ីស្រាអែលបានបង្កប់បញ្ជានិងជំរុញឲ្យមានបទឈប់បាញ់ណារវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះទេបាទនេះជាចំណុចទី3ចំណុចទី4ផ្អែកលើការទូតយើងឃើញថាបន្លងមកប្រទេសនៅលើពិភពលោកណាហាក់បីដូចជាដាក់បន្ទុកក៏ដូចជាចោទប្រកាន់ទៅលើប្រទេសអ៊ីស្រាអែលណាស្ដីអំពីការធ្វើឲ្យមនុស្សស្លាប់រាប់រយរាប់ពាន់នាក់ជាពិសេសប្រជាជននៅលើពិភពលោកដែលកាន់សាសនាអ៊ីស្លាមកាន់សាសនាមូស្លីមហាក់បីដូចជាមិនសប្បាយចិត្តងើបបះបោគាំទ្រជាពិសេសដើរធ្វើបាតកម្មតាមទីប្រជុំជនឬក៏តាមទីក្រុងតាមកន្លែងដែលខ្លួនរស់នៅជាដើមណាដើម្បីបង្ហាញសុឆន្ទៈគាំទ្រនៅទង្វើនៅសកម្មភាពរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនជាពិសេស
គាំទ្រយ៉ាងពេញទំហឹងចំពោះប្រជាជនប៉ាឡេស្ទីនដែលរងនៅការរត់គេចពីក្របផ្លោមក៏ដូចជាអត់បាយក្រហាយទឹកជាដើមនេះជាបញ្ហាដែលប្រជាជនកាន់សាសនាមូស្លីមតែងតែនាំគ្នាធ្វើបាតកម្មតវ៉ាផ្សេងរហូតដល់អ្នកខ្លះហៅថាធ្វើសេចក្តីភាវនាបន់ស្រន់បួងស្រួងឲ្យព្រះជាម្ចាស់តាមជួយថែរក្សាប្រជាជននៅក្នុងរដ្ឋប៉ាឡេស្ទីននេះទៀតផងហើយសម្រាប់សហគមន៍អឺរ៉ុបយើងឃើញថាក៏មានប្រទេសខ្លះមិនគាំទ្រនៅសកម្មភាពឆ្លើយតបយ៉ាងពេញទំហឹងពេញដៃពេញជើងពីសំណាក់ប្រទេសអ៊ីស្រាអែលដាក់ទៅលើក្រុមហាម៉ាស់ហើយនៅក្នុងនោះយើងឃើញថាឲ្យតែកើតសង្គ្រាមឬក៏សង្គ្រាមកើតឡើងដោយផ្អែកតាមការយកការរាយការណ៍របស់អ្នកយកការពីប្រទេសអ៊ីស្រាអែលណាដែលថាក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនតែងតែយកជំរកជាទីពឹងដូចជាវិហារសាសនាណាសាលារៀនមន្ទីរពេទ្យឬក៏អគារសាធារណៈទាំងឡាយដើម្បីធ្វើជាជំរកកិច្ចក្របផ្លោងជាដើមការទាំងអស់នេះឯងដែលនាំឲ្យណាអង្គការសហប្រជាជាតិក៏ដូចជាប្រទេសមួយចំនួននៅលើពិភពលោកចេញសេចក្តីថ្លែងការណ៍មិនគាំទ្រថ្កោលទោសណាព្រមទាំងចោទប្រកាន់ដាក់បន្ទុកទៅដល់លោកប្រធានាធិបតីបានចាមីននេតាន់យ៉ាហ៊ូនេះទៀតផងបាទនេះហើយជាសារបានជំហររបស់ណាប្រទេសអ៊ីស្រាអែលហើយចុងក្រោយនេះយើងឃើញថាកិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី80យើងឃើញថាក៏មានវត្តមានអ៊ីស្រាអែលថ្លែងសារនយោបាយដើម្បីពន្យល់អំពីសារបានកើតសង្គ្រាមណារវាងជាមួយនឹងអ៊ីស្រាអែលកើតសង្គ្រាមជាមួយនឹងបណ្ដាសម្ព័ន្ធមិត្តរបស់ប៉ាឡេស្ទីននិងក្រុមមួយចំនួនដែលតែងតែបះបោរជាមួយក្រុមប៉ាឡេស្ទីននេះជាដើមនេះហើយជាជំហរដែលប្រទេសអ៊ីស្រាអែលហាក់បីដូចជានៅទីទើមិនសប្បាយចិត្តហើយក៏មិនចង់ចូលរួមដើម្បីចរចាដើម្បីបញ្ចប់នៅការធ្វើសង្គ្រាមរវាងក្រុមហាម៉ាស់និងប៉ាឡេស្ទីននេះទេដោយឡែកយើងឃើញថាចំណែកខាងហាម៉ាស់ប៉ាឡេស្ទីននេះវិញណាទំនងជាចង់បញ្ចប់សង្គ្រាមឲ្យបានឆាប់ទៀតផងនេះយើងយោងទៅតាមទំនោរតាមឆន្ទៈនិងទឹកចិត្តរបស់មេដឹកនាំក្រុមហាម៉ាស់ហើយជាងនេះទៅទៀតណាគេក៏ឃើញសារព័ត៌មានមួយចំនួនបានចុះពន្យល់បង្ហាញអំពីឆន្ទៈរបស់ក្រុមអ៊ូទៀមណាប៉ាឡេស្ទីនឬក៏ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនសុំបញ្ចប់សង្គ្រាមដើម្បីបាននៅសុខសន្តិភាពនៃកំណែទម្រង់លើកិច្ចការងារសង្គមហេដ្ឋារចនាសម្ព័ន្ធវិញទៀតក៏មានតើយើងគិតថាមូលហេតុអីបានជាណាក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនហាក់បីដូចជាចង់បានការចរចាដើម្បីបញ្ចប់សង្គ្រាមជាយុទ្ធសាស្ត្រទី1សម្រាប់ខ្ញុំមើលឃើញថាក្រុមអ៊ូទៀមណាហាម៉ាស់ប៉ាឡេស្ទីននេះហាក់បីដូចជាបាត់បង់នៅកម្លាំងរបស់ខ្លួនជាច្រើនអ្នកទៀតផងហើយនេះជាចំណុចទី1យើងឃើញថាការធ្វើសង្គ្រាមរយៈពេល2ឆ្នាំនេះណាអាវុធយុទ្ធភ័ណ្ឌរបស់ប្រទេសអ៊ីស្រាអែលបានបំផ្លាញនៅអគារកណ្ដាលទីក្រុងស្ទើរតែคล้ายទៅជាផេះផង់រួមជាមួយនឹងក្រុមយុទ្ធជនរបស់ហាម៉ាស់ប៉ាឡេស្ទីនក៏បានរាប់ស្លាប់រាប់រយរាប់ពាន់នាក់ផងដែរនេះហើយយើងឃើញថាជាការបាក់កម្លាំងរបស់ក្រុមអ៊ូទៀមឬក៏ក្រុមហាម៉ាស់ប៉ាឡេស្ទីនហើយចំណុចទី2ណា
ចំណុចទី2យើងឃើញថាសម្ព័ន្ធក្រុមដែលតែងតែជួយហាម៉ាស់ពីខាងក្រោយយើងឃើញថាសម្ព័ន្ធណាអារ៉ាប់អ៊ីរ៉ង់ណាដែលនៅជួយពីក្រោយដូចជាក្រុមអ៊ូទៀមហូទីនៅប្រទេសយេម៉ាន់ជាដើមណាក្រុមនេះក៏តែងតែជួយដោយផ្ទាល់និងដោយប្រយោលតែចុងក្រោយនេះយើងឃើញថាការជួយរបស់ក្រុមអ៊ូទៀមណាហូទីយេម៉ាន់នេះមិនដោយប្រយោលទៀតទេគឺចេញមុខដោយត្រង់ដោយចំហើយជាងនោះទៅទៀតថ្មីនេះណាកងកម្លាំងប្រទេសអ៊ីស្រាអែលក៏ដូចជាកងឆ្មាំការពាររបស់សហរដ្ឋអាមេរិកក៏បាញ់កំទេចណាក្រុមណាហូទីយេម៉ាន់នេះដែររួមទាំងទូករួមទាំងកប៉ាល់មួយចំនួនដែលធ្វើការបាញ់ផ្លោងដាក់ប្រទេសអ៊ីស្រាអែលជារឿយក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីននេះផងដែរហើយជាងនឹងទៅទៀតក្រុមហូទីយេម៉ាន់នេះតែងតែរំខានដល់កប៉ាល់ដល់ទូកទាំងឡាយដែលធ្វើនាវាចរដឹកទំនិញណាពីអាស៊ីទៅអឺរ៉ុបពីអឺរ៉ុបមកអាស៊ីកាត់តំបន់សមុទ្រក្រហមជាដើមក្រុមនេះតែងតែធ្វើទុកបុកម្នេញដូចជាប្លន់នៅទូកនៅកប៉ាល់ជាដើមគឺជាការព្រួយបារម្ភចំពោះប្រទេសទាំងឡាយដែលមានការដឹកនាំទំនិញតាមផ្លូវទឹកនេះជាដើមតែនេះជាចំណុចទី1ដែលយើងឃើញថាចង់មិនចង់ក្រុមពួកហាម៉ាស់ប៉ាឡេស្ទីនត្រូវបន្ទន់ខ្លួនដើម្បីចរចាហើយដែលឡែកក្រុមទី2ក៏ដូចគ្នាលីបង់នេះក៏ជាក្រុមមួយណាក្រុមហេសបូឡានៅលីបង់ណាជាក្រុមជួយណាក្រុមហាម៉ាស់ដូចគ្នាមេងតែងតែបាញ់នៅអាវុធធនធ្ងន់ទម្លាក់ចំកណ្ដាលនៃប្រទេសណាអ៊ីស្រាអែលជារឿយជាញឹកញាប់ក្នុងគោលបំណងរារាំងរំខាននៅប្រតិបត្តិការឬក៏គំតិចនៅអាវុធយុទ្ធភ័ណ្ឌជាពិសេសខែលការពារដែនអាកាសរបស់អ៊ីស្រាអែលជាដើមតែចង់មិនចង់យើងឃើញថាកម្លាំងការពាររបស់ប្រទេសអ៊ីស្រាអែលមិនមែនមានតែបរិមាណខ្វះគុណភាពនោះទេយើងឃើញថាក្នុងពេលតែមួយនោះក៏អ៊ីស្រាអែលបានធ្វើសង្គ្រាមជាមួយនឹងមេនៅពីក្រោយខ្នងដ៏ធំជាបង្អែកដ៏ធំបំផុតរបស់ក្រុមហាម៉ាស់របស់ក្រុមហូទីយេម៉ាន់របស់ក្រុមហេបូឡារបស់ក្រុមមួយចំនួនដែលនៅប្រទេសសេរីនោះគឺធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ដោយវាយជាមួយនឹងប្រទេសអ៊ីរ៉ង់រយៈពេលគឺ12ថ្ងៃគត់គឺចាប់តាំងពីថ្ងៃទី13រហូតដល់ថ្ងៃទី24ខែមិថុនាឆ្នាំ2025ហើយក្នុងនោះសហរដ្ឋអាមេរិកណាបារម្ភអំពីការអំពីការប្រើអាវុធយុទ្ធភ័ណ្ឌនៅក្នុងគោលបំណងដើម្បីគំទេចប្រទេសអ៊ីស្រាអែលណាសហរដ្ឋអាមេរិកក៏បានណាបើកការវាយប្រហារនៅថ្ងៃសៅរ៍ទី21ខែមិថុនាឆ្នាំ2025ដោយប្រើយន្តហោះ B2 ចំនួន6គ្រឿងរួមជាមួយយន្តហោះចម្បាំងជាច្រើនគ្រឿងផ្សេងទៀតដោយបំពាក់នៅគ្រាប់បែកប្រភេទ GBU 57បាទទម្លាក់នៅទីតាំងណាចំនួន3ដែលគេសង្ស័យថាកំពុងតែចម្រាញ់នៅធាតុអ៊ុយរ៉ាញ៉ូមក្នុងគោលបំណងដើម្បីទ្រទ្រង់ឲ្យវិស័យបរមាណូដើម្បីបំផ្លាញឬក៏ជាការគំរាមកំហែងដល់សន្តិសុខពិភពលោកជាដើមនៅក្នុងនោះយើងឃើញថាទី1សហរដ្ឋអាមេរិកបានបាញ់ទៅលើទីតាំងណាFordo បាទ Fordo នេះក៏ជាទីតាំងចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់ក្នុងនៃបំរើឲ្យវិស័យបរមាណូហើយតំបន់ទី2អ៊ីហ្វាហានហើយនិងតំបន់ទី3គឺតំបន់ណាតាននេះជាដើម
បន្ទាប់ពីការវាយប្រហារដើម្បីបំបាក់ធ្មង់ណាប្រទេសអ៊ីរ៉ង់ដែលសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកហើយនឹងប្រទេសអ៊ីស្រាអែលចោទប្រកាន់ថាជាអ្នកនៅពីក្រោយជាបង្អែករបស់ក្រុមហ៊ូទីយេម៉ែនជាបង្អែករបស់ក្រុមហេសបូឡាលីបង់ជាបង្អែករបស់ក្រុមស៊ូរីនៅប្រទេសស៊េរីជាដើមនេះដែលតែងតែរំខានដែលតែងតែជួយលូកដៃលូកជើងខុសទំនងដូច្នេះហើយក៏បានបំបាក់ធ្មង់ប្រទេសអ៊ីរ៉ង់នេះធ្វើឲ្យអ៊ីរ៉ង់គេហៅថារអាក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធឲ្យលើសជាបរិមាណហើយចុងក្រោយសហរដ្ឋអាមេរិកក៏បានសម្របសម្រួលណារវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលក៏បានហៅថាបញ្ចប់សង្គ្រាមរយៈពេល12ថ្ងៃអញ្ចឹងសង្គ្រាម12ថ្ងៃត្រឹមពីថ្ងៃទី13ដល់ថ្ងៃទី24នេះយើងក៏ពិបាកសន្និដ្ឋានបានថាប្រទេសអ៊ីស្រាអែលជាអ្នកឈ្នះឬក៏ប្រទេសអ៊ីរ៉ង់ជាអ្នកឈ្នះនោះទេអានេះយោងទៅតាមការវិភាគយោងទៅតាមការទិន្នន័យនៃរបាយការណ៍ច្បាស់លាស់ពិតប្រាកដរបស់សម័យសងខាងសម័យប្រទេសដែលកើតសង្គ្រាមសងខាងជាអ្នកដឹងច្បាស់ជាងគេអញ្ចឹងមូលហេតុណានៅពីក្រោយនៃការបញ្ចប់សង្គ្រាមនេះអញ្ចឹងខ្ញុំយល់ឃើញថាទី1រដ្ឋហាម៉ាស់ប៉ាឡេស្ទីនអស់បង្អែកណាអស់បង្អែកដូច្នេះហើយមានតែដាក់ខ្លួនចុះចាញ់ដើម្បីចរចារកសន្តិភាពហើយនឹងអភិវឌ្ឍនៅប៉ាឡេស្ទីននេះឡើងវិញហើយចុងក្រោយនេះយើងឃើញថាយោងទៅតាមព័ត៌មានណាពិភពលោកក៏បានចុះផ្សាយថាសហរដ្ឋអាមេរិកដាក់កងកម្លាំងទៅចំនួន200នាក់ដើម្បីប្រតិបត្តិការក្នុងការការពារនិងថែរក្សាកិច្ចចរចាជាពិសេសទម្រង់ទាំងឡាយណាដែលជាការងាកទៅរកតុចរចាដើម្បីរកសុខសន្តិភាពក្នុងរដ្ឋប៉ាឡេស្ទីននិងអ៊ីស្រាអែលនេះជាដើមដូច្នេះព្រឹត្តិការណ៍កើតយ៉ាងណាទៀតខ្ញុំប្រកាសណាខ្ញុំបាទនឹងសូមយកប្រមូលព័ត៌មានផ្សព្វផ្សាយវិភាគចែកជូនបងប្អូនជនរួមជាតិនៅពេលក្រោយសូមអរព្រគុណនិងសូមអរគុណ